ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតការវគ្គមុនបន្តពីដឹងរឿងរបស់ Nami អ្នកភូមិ Kokoyashi ហើយនឹងក្រុមរបស់ Luffy បាននាំគ្នាទៅផ្ទះរបស់ Arlong ដើម្បីចម្រាស់បញ្ជីគ្នាពេលទៅដល់ Luffy មិនបានចាំគេបើកទ្វារឲ្យតាមសម្រួលទេគឺគាត់វាយទម្លុះទ្វារចូលទៅតែម្ដងហើយពេលចូលទៅដល់ខាងក្នុងគាត់ស្រែកសួរថាអាមួយណាឈ្មោះ Arlong គ្រាន់តែបានឃើញមុខភ្លាម Luffy ក៏បានដើរទៅរក Arlong មិនខ្វល់ពីអ្នកការពារអីទេបន្ទាប់មកក៏យាដៃមកដំហឹងវាយ Arlong ឡើងប៉ើងម្ដាយនឹង Luffy បដៅ Arlong ដោយសារតែគាត់ហ៊ានធ្វើឲ្យ Nami យំឃើញចឹងកូនចៅរបស់ Arlong ក៏សម្រុកចូលទៅកាន់ Luffy តែ Sanji បានស្វាគមន៍ពួកគេម្នាក់មួយជើងក្រោយមក Usopp និង Zoro បានចូលរួមជាមួយពួកគេចំណែកអ្នកភូមិ Kokoyashi ត្រូវបាន Johnny និង Yosaku ខាត់ខាំមិនឲ្យពួកគេចូលរួមប្រយុទ្ធជាមួយទេដោយសារតែខ្លាចពួកគេមានគ្រោះថ្នាក់ចូលទៅមើលខាងក្នុងវិញកូនចៅរបស់ Arlong ឈ្មោះ Hachi បានចេញមកនិយាយថាបើចង់ចាត់ការក្រុមរបស់ Luffy មិនបាច់ឲ្យ Arlong ចំណាយកម្លាំងអីទេពេលនោះគាត់បានស្រែកហៅអេមីយ៉ាទេពីសមុទ្រមកជួយវាយអេមីយ៉ានោះមើលទៅដូចជាសាហាវខ្លាំងណាស់គ្រាន់តែដំណើររបស់វាក៏ធ្វើឲ្យអង្គើអស់ដែរតទៅពេលវាងើបចេញពីទឹកតាមពិតគឺគោសមុទ្រដែល Luffy ហើយនិង Sanji វាយឡើងពកក្បាលកាលពីថ្ងៃមុនសោះហើយគ្រាន់តែបានឃើញ Luffy និង Sanji ភ្លាមគោសមុទ្រនោះក៏ចង់ត្រឡប់ទៅវិញតែ Arlong បាននិយាយបញ្ជូរបញ្ឈឺវាថាវាអន់ខ្លាំងណាស់ដែលខ្លាចពូជសាសន៍មនុស្សហើយដើម្បីកុំឲ្យចាញ់ចិត្តគោសមុទ្រនោះក៏បានបកក្បាលមករកក្រុមរបស់ Luffy វិញនៅពេលនោះ Luffy បានប្រាប់គ្នារបស់គាត់ថាទុកឲ្យគាត់ជាអ្នកចាត់ការហើយក្បាច់ដែល Luffy ប្រើនៅពេលនោះគឺក្បាច់តាហាលដែលនៅលើមួករបស់ Gensanជាមួយអាក្បាច់មួយហ្នឹង Luffy អាចកំចាត់កូនចៅកំពេចកំពករបស់ Arlong ចោលទាំងអស់ហើយព្រមទាំងបានបោះគោសមុទ្រទៅយ៉ាងឆ្ងាយពេលនេះ Arlong នៅសល់កូនចៅខ្លាំងៗ3នាក់ទៀតបើគិតទាំងគាត់គឺ4នាក់ចំណែកក្រុមរបស់ Luffy ក៏មានគ្នា4នាក់ដូចគ្នាបន្តមក Hachi ដែលជាមនុស្សមឹកបានបាញ់ទឹកខ្មៅដាក់ក្រុមរបស់ Luffy ប៉ុន្តែការបាញ់នោះត្រូវចំ Luffy តែម្នាក់គត់ព្រោះគាត់គេចអត់រួចមូលហេតុគឺដោយសារតែអាក្បាច់តាហាលដែល Luffy ប្រើមុននឹងធ្វើជើងរបស់គាត់ជាប់ដីដកចេញអត់បានបន្តមក Hachi បានលើថ្មមកផ្ទាំងធំវាយទៅកាន់ Luffy ប៉ុន្តែ Sanji បានយកជើងទៅជួយទប់ចំណែក Arlong វិញពេលឃើញ Luffy ដកជើងអត់រួចអញ្ចឹងគាត់ក៏បានដើរទៅកោះ Luffy បោះចូលទៅក្នុងទឹកសមុទ្រឃើញអញ្ចឹង Sanji ក៏ចង់លោតទឹកចោលទៅជួយ Luffy ដែរតែ Zoro បានខាត់ព្រោះបើសិនជាពួកគេចោលទឹកពួកគេប្រហែលជាវាយអត់ឈ្នះមនុស្សម្ឆាអស់នឹងទេជំរឿនល្អរបស់ពួកគេគឺត្រូវតែកម្ចាត់មនុស្សម្ឆានៅលើគោកឲ្យហើយសិនទើបអាចចោលទឹកទៅជួយ Luffy បានការប្រយុទ្ធនៅលើនោះ Zoro ចាប់គូជាមួយនឹង Hachi Sanji ចាប់គូជាមួយនឹង Kuromi ចំណែក Usopp រត់គេចពីឈូទៅឆ្ងាយហើយនៅពេលនោះ Arlong នៅអង្គុយមើលអត់ទាន់ធ្វើអីទេរីឯ Luffy វិញ Nojiko ហើយនិង Gensan ដែលជានគរបាលភូមិកំពុងតែព្យាយាមជួយសង្គ្រោះគាត់យើងទៅមើលការប្រយុទ្ធរវាង Zoro និង Hachi មុនគេពេលនេះ Zoro មិនទាន់ជារបួសដែលគាត់ប្រយុទ្ធជាមួយនឹង Hawkeye ទេហើយការពីគាត់ប្រយុទ្ធជាមួយនឹង Hawkeye គាត់ក៏បានបាក់ដាវអស់ពីផងដែរនៅពេលនោះសុកស្រាប់តែ Zoro ដួលខ្ពើបហើយ Sanji អាឡែងតែមើលគាត់ភ្លេចមើលគូស្ត្រូវក៏ត្រូវបានគេវាយម្ដាយឡើងប៉ើងបន្តមកមិនយូរប៉ុន្មាន Zoro អាចឈរមកវិញបានហើយស្រែកប្រាប់ Johnny និង Yosaku ឲ្យគប់ដាវពួកគេឲ្យគាត់ខ្ចីប្រាសិនបន្ទាប់ពីមានដាវគ្រប់ចំនួនហើយ Zoro បានប្រើក្បាច់ពិសេសរបស់គាត់កាប់ Hachi ឲ្យត្រូវរបួសនៅពេលនោះ Hachi មិនទាន់ចោះចាញ់ទេហើយគាត់បានប្រើក្បាច់ពិសេសរបស់គាត់វាយបកទៅកាន់ Zoro វិញតែសូមចូលរួមសោកស្ដាយផង Hachi វាយអត់ឈ្នះ Zoro ទេបន្តពីចាត់ការ Hachi ហើយ Zoro ខ្សោយខ្លាំងណាស់ពេលនោះ Kuromi ចង់ឆ្លៀតឱកាសទៅចាត់ការ Zoro ពីក្រោយតែសំណាងល្អហើយដែល Sanji ចូលទៅជួយគាត់ទាន់ទាំង Zoro ទាំង Sanji សិតតែដឹងថា Luffy មិនអាចទ្រាំនៅក្នុងទឹកបានយូរទៀតទេដល់ពេលអញ្ចឹងទៅ Sanji ក៏លោតទឹកចូលទៅជួយ Luffy ធ្វើឲ្យ Kuromi សប្បាយចិត្តណាស់ក៏លោតទៅតាមពេលចុះទៅដល់ខាងក្រោម Sanji ធូរចិត្តបន្តិចព្រោះគាត់ឃើញ Nojiko ហើយនិង Gensan ជានៅឃើញទាញក្បាលរបស់ Luffy ឡើងទៅលើផុតពីទឹកប៉ុន្តែនៅពេលនេះ Luffy នៅស្លាប់អត់ទាន់ដឹងខ្លួនទេបន្តមក Kuromi បានដែរចាប់ Sanji វាយឡើងទូកសាច់ដោយសារតែនៅក្នុងទឹកអញ្ចឹង Kuromi មានប្រៀបជាង Sanji ក៏ដឹងអញ្ចឹងដែរហើយគាត់ក៏បានព្យាយាមហែទៅខាងលើវិញតែ Kuromi បានទៅស្ទាក់គាត់ហើយចាប់គាត់ជាប់មិនឲ្យគាត់ឡើងទៅលើវិញទេនៅពេលនោះ Sanji ឆ្លាតជានៅឃើញផ្លុំខ្យល់ចូលទៅក្នុងស្កៃរបស់ Kuromi ហើយអាចរំដោះខ្លួនឡើងមកខាងលើវិញបានបន្ទាប់ពីបានឡើងមកដល់ខាងលើហើយគឺបានដៃ Sanji វិញម្ដងមុននឹង Sanji វាយអត់សូវបានល្អដោយសារតែគាត់រវល់តែខ្វាយខ្វល់ពី Zoro ហើយនិង Luffy សម្រាប់ពេលនេះគាត់អត់មានអីត្រូវខ្វាយខ្វល់ទៀតទេអញ្ចឹងហើយទៅ Kuromi ត្រូវបាន Sanji ឲ្យស្បៃកន្លែងទៅមើល Usopp វិញគាត់បានរត់គេចពីឈូដូចកលេងបិទពួនហើយជួនកាលវាយបកទៅឈូវិញបានមកគ្រាប់ដែរចុងក្រោយពេលឈូរកឃើញគាត់ឈូបានប្រឡែងឈុតធំទៅធ្វើឲ្យ Usopp រត់តាលេងរួចបន្តមកនៅពេលដែលឈូចូលទៅចាត់ការ Usopp ចោល Usopp បានប្រើគ្រាប់ចុងក្រោយរបស់គាត់គឺគ្រាប់ភ្លើងទៅដុតឈូរួចក៏ទាញញញួរតាមទៅសំពងឈូបានសម្រេចវិញបកទៅមើល Sanji និង Zoro វិញពេលនេះពួកគេទាំងពីរនាក់ត្រូវបាន Arlong វាយឡើងដួល Arlong ពិតជាខ្លាំងណាស់ប្រើទឹកដាក់នៅលើបាតដៃក៏គប់ពួកគេឲ្យរបួសបានដែរនៅពេលនោះ Nami បានទៅដល់ហើយ Arlong បានឲ្យជំរឿននាងថាបើសិនជានាងនៅតែព្រមធ្វើការឲ្យគាត់នឹងទុកជីវិតឲ្យអ្នកភូមិ Kokoyashi ទាំងអស់ប៉ុន្តែគាត់នឹងសម្លាប់ក្រុមរបស់ Luffy នៅពេលដែល Nami គិតទៅអានឹងមិនមែនជាជំរឿទេព្រោះនេះមិនអាចបោះបង់ក្រុមរបស់ Luffy ចោលជាដាច់ខាតដល់ពេលអញ្ចឹងទៅទាំង Nami ហើយនិងអ្នកភូមិ Kokoyashi បានសម្រេចចិត្តបន្ថយជីវិតប្រយុទ្ធជាមួយនឹង Arlong នៅពេលនោះការប្រយុទ្ធមិនទាន់ចាប់ផ្ដើមផង Luffy បានដឹងខ្លួនមកវិញតែខ្លួនរបស់គាត់នៅជាប់ក្រោមទឹកនៅឡើយទេដល់ពេលអញ្ចឹង Sanji ក៏លោតចូលទឹកដើម្បីជួយរំដោះ Luffy គាត់មានពេលប្រហែលជា30វិនាទីមុនពេល Arlong សម្លាប់ Zoro ចោលហើយលោតចូលទឹកទៅសម្លាប់គាត់ទៀតនៅពេលនោះផងណា Usopp ក៏បានទៅដល់ទីនោះហើយបានប្រើគ្រាប់ជំពាមបាញ់ Arlong ដើម្បីតាក់ទាញការចាប់អារម្មណ៍របស់
របស់គាត់បន្ទាប់មកពេលមានអាកាសសូរ៉ូបានទាញដើរទៅកាប់ច្រមុះរបស់អាឡុងតែកាត់អត់ដាច់អាឡុងបានអួតសូរ៉ូថាច្រមុះរបស់គាត់បើសិនជាសូរ៉ូមានកម្លាំងពេញប្រហែលជាអាចធ្វើឲ្យវាមានស្នាមបានខ្លះពេលនោះអាឡុងបាននឹងប្រើច្រមុះចាក់សម្លាប់សូរ៉ូទៅហើយតែលូហ្វីបានទៅឆក់យកសូរ៉ូចេញពីដៃរបស់អាឡុងជាកិច្ចចាប់ផ្ដើមលូហ្វីបានសរុបចូលទៅសុទ្ធអាឡុងមួយចាដៃព្រោះគុំយូរហើយតែការវាយពេលហ្នឹងគឺបានត្រឹមតែធ្វើឲ្យអាឡុងកាន់តែខឹងតែប៉ុណ្ណោះពេលនោះអាឡុងបានប្រើចង្គមដេញខាំលូហ្វីវិញហើយចង្គមរបស់អាឡុងពិតជាខ្លាំងណាស់អាចខាំបំបែកទៅសផ្ទះបានតែកណ្ដាប់ដៃរបស់លូហ្វីដូចជាខ្លាំងជាងព្រោះនៅពេលហ្នឹងលូហ្វីអាចម៉ាត់អាឡុងម្ដាយបាក់ធ្មេញអស់វាគួរភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះធ្មេញរបស់អាឡុងបាក់ភ្លាមដោះមកវិញបានភ្លាមតាមពិតបើតាមធម្មជាតិរបស់សត្វត្រីឆ្លាមគឺធ្មេញវាអាចដោះបានរហូតក្នុងមួយជីវិតរបស់វាប៉ុន្តែមិនមែនដោះមកភ្លាមដូចអាឡុងទេយ៉ាងតិចក៏ចំណាយពេលមួយអាទិត្យដែរពេលនោះអាឡុងបានដកធ្មេញពីស្និតយកមកធ្វើជាអាវុធប្រយុទ្ធជាមួយលូហ្វីក្រោយពេលប្រយុទ្ធគ្នាបានមួយស្ទុះលូហ្វីអាចកដាមយកធ្មេញរបស់អាឡុងបានមួយស្និតយកមកពាក់ខ្លួនឯងហើយមួយស្ទុះក្រោយមកទៀតលូហ្វីក៏អាចប្រើធ្មេញនោះទៅខាំអាឡុងបានថែមទៀតក្រៅពីធ្មេញអាឡុងក៏បានប្រើច្រមុះធ្វើជាអាវុធបានផងដែរពេលនោះអាឡុងបានចូលទៅក្នុងទឹកដើម្បីឲ្យមានកម្លាំងខ្លាំងជាងមុនហើយហោះដេញចាក់លូហ្វីដែលនៅលើគោកដើម្បីទប់ទល់លូហ្វីបានប្រើម្រាមដៃរបស់គាត់ធ្វើជាសំណាញ់ការពារខ្លួនផងហើយនឹងវាយបោះទៅកាន់អាឡុងវិញផងនៅពេលនេះអាឡុងកាន់តែខឹងខ្លាំងមែនទែនហើយគាត់បានទាញដាវធំពិសេសរបស់គាត់មួយដែលមានមុខដូចផ្លែអាណាចេញមកប្រើពេលនោះអាឡុងបានប្រើដាវនោះដេញកាប់លូហ្វីតាំងពីជាន់ក្រោមឡើងដល់ខាងលើចូលទៅដល់បន្ទប់មួយដែលមានសុទ្ធតែផែនទីដែលណាមីបានគូមូលហេតុដែលអាឡុងត្រូវការណាមីគូផែនទីគឺដោយសារតែគាត់ចង់គ្រប់គ្រងពិភពលោកផែនទីទីតាំងភូមិសាស្ត្រជួយឲ្យគាត់អាចឈ្នះសង្គ្រាមបានប៉ុន្តែលូហ្វីមិនខ្វល់ថាគាត់ចង់បានអីទេអ្វីដែលលូហ្វីមើលឃើញគឺការងារអស់ហ្នឹងស្មើនឹងអាឡុងចាប់ណាមីធ្វើជាទេសកលរយៈពេល8ឆ្នាំពេលនោះលូហ្វីខឹងខ្លាំងណាស់ក៏កំទេចការងារអស់ទាំងនោះចោលចំណែកអាឡុងក៏ខឹងខ្លាំងណាស់ដែរក៏ចាប់លូហ្វីខំប៉ុន្តែលូហ្វីអត់ព្រមចាញ់ទេក៏ចាប់កាច់ច្រមុះរបស់អាឡុងឡើងវិញបន្ទាប់មកប្រើក្បាច់ហ្គាំហេមឺជាន់អាឡុងទម្លុះជាន់លើដល់ជាន់ក្រោមទីបំផុតការប្រយុទ្ធនៅលើកនោះលូហ្វីបានឈ្នះហើយផ្ទះរបស់អាឡុងដែលគេហៅថាអាឡុងផាក៏ត្រូវបានកំទេចនៅទីបំផុតក្រុមរបស់លូហ្វីបានជួយរំដោះអ្នកភូមិខូខូយ៉ាស៊ីឲ្យមានសេរីភាពរួចផុតពីការត្រួតត្រារបស់អាឡុងបន្តមករឿងមួយទុំចាប់ចូលដល់រឿងមួយទៀតនៅពេលនោះកងម៉ារីនបុកកលួយឈ្មោះនេសូមីបានទៅដល់ទីនោះហើយទាមទាររឹបអូសយកទ្រព្យសម្បត្តិទាំងអស់របស់អាឡុងដែលនៅក្នុងផ្ទះមកធ្វើជារបស់ផ្ទាល់ខ្លួនប៉ុន្តែមិនដឹងជាអាងអីទេព្រោះពេលនោះកងម៉ារីនមួយនោះត្រូវបានសូរ៉ូវាយឡើងទួប៉ុន្តែប៉ុណ្ណោះណាមីបានមកថែមនេសូមីមួយដបងទៀតដើម្បីសងសឹកការដែលគាត់ហ៊ានបាញ់ណូយីកូនៅពេលនោះផងដែរណាមីបានទាមទារឲ្យនេសូមីប្រគល់លុយឲ្យនាងវិញហើយហាមប៉ះពាល់ទ្រព្យសម្បត្តិរបស់អាឡុងទាំងអស់ព្រោះវាគឺជាសម្បត្តិរបស់ភូមិខូខូយ៉ាស៊ីទេបន្តមកអ្នកភូមិខូខូយ៉ាស៊ីបានរៀបចំពិធីជប់លៀង3យប់3ថ្ងៃជាប់គ្នាដើម្បីអបអរថ្ងៃដែលពួកគេទទួលសេរីភាពឡើងវិញនៅពេលនោះលូវីអត់មានខ្វល់អីទេក្រៅពីរឿងញ៉ាំចំណែកណាមីបានទៅឲ្យគ្រូពេទ្យជួយលុបសាក់របស់នាងចេញហើយចាក់រូបសាក់ថ្មីនៅយប់ថ្ងៃចុងក្រោយពួកគេបានផឹករហូតដល់ដីដួលទាំងអស់គ្មានអ្នកណាងើបរួចទេបន្តមកស្អែកឡើងពួកគេបានចាប់ដើមចេញដំណើរបន្តទៀតចននីហើយនិងយូស្គូអត់ទៅជាមួយពួកគេទេពីរអ្នកហ្នឹងនៅតែបន្តការងារធ្វើជាអ្នកប្រមាញ់ចោលសមុទ្រដដែលបន្តមកសាច់រឿងបានកាត់ទៅមើលនៅទីស្នាក់ការធំរបស់កងម៉ារីនមន្ត្រីថ្នាក់ធំបានមកប្រជុំគ្នារឿងរបស់លូហ្វីនៅពេលនោះពួកគេបានកំណត់តម្លៃខ្លួនរបស់លូហ្វីស្មើនឹង30លានបែរីដែលវាជាតម្លៃដ៏ខ្ពស់មួយខ្ពស់ជាងអាឡុងទៀតបានន័យថាបើអ្នកប្រមាញ់ចោលសមុទ្រណាអាចចាប់ខ្លួនឬក៏សម្លាប់លូហ្វីបានពួកគេនឹងទទួលបានរង្វាន់30លានបែរីនឹងចាប់ពីពេលហ្នឹងមករូបរបស់លូហ្វីត្រូវបានគេចុះផ្សាយតាមរកចាប់ខ្លួនគ្រប់ទីកន្លែងអ្នកដែលស្គាល់លូហ្វីកន្លងមកអត់មានភ័យអត់មានបារម្ភពីគាត់ទេបែរជានាំគ្នាអបអរសាទរនិងស្ងើចសរសើរគាត់ទៅវិញក្នុងចំណោមនោះសេងដែលជា idol របស់លូហ្វីក៏បានទទួលដំណឹងនេះដែរហើយគាត់ពិតជាមានមោទនភាពជាមួយនឹងលូហ្វីខ្លាំងណាស់ចំណែកក្រុមរបស់លូហ្វីក៏មិនខុសគេដែរពួកគេសប្បាយចិត្តខ្លាំងណាស់ពេលបានល្បីអញ្ចឹងពួកគេអត់ខ្វល់ទេថាអ្នកល្បីអញ្ចឹងមានគេតាមសម្រាប់ច្រើនសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនារឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមកុំភ្លេចជួយ like និងជួយ comment ម្នាក់មួយមកហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយហើយកុំភ្លេចចុចរូបកណ្ដឹងយក all ផងសូមអរគុណម្ដងទៀតសូមជូនពរសុខភាពល្អនិងអនាគតបបររុងរឿង